នៅក្នុង trailer Avenger Doomsday ទូអង្គមួយដែលខ្ញុំមានអារម្មណ៍ថារៀងអាម៉េចរៀងចម្លែកជាងគេហ្នឹងគឺអតីត Captain America របស់យើង Steve Rogers តែយើងមើលពី clip ចាស់ក៏ដូចជាក្នុង trailer នេះគឺយើងឃើញថាអ្នកគ្រប់គ្នាគេពិបាកជុតគឺមួម៉ៅគឺមុខកញ្ញើហ្មងប៉ុន្តែ Captain America យើងបានតាំងពីអា clip ដំបូងនោះគឺជីវិតស្រស់អំប្រងអា clip នេះអញ្ញឹមស្បឺដូចឈៀលសបាយថាអាមនុស្សគេកើតទុកមកកណោក៏ដាច់ឯងមកអញ្ញឹមវាដូចចម្លែកមែនតើហ្មងមើលទៅ Steve Rogers នេះគឺជា Steve Rogers ដដែលទេដែលមកពី timeline យើងចាស់ខ្លះក៏គេ theory ថាជា Captain Hydra turn evil ហើយជាមនុស្សខកអីចឹងណាI don't know ហើយខ្ញុំអត់សូវជាខ្វាយខ្វល់អីម៉ាណៃប៉ុន្តែគ្រាន់ខ្ញុំមានអារម្មណ៍ថាបើសិនជា he actually turn evil តាំងពីដើមរឿងហ្មងអត់អីណាខ្ញុំខ្លាចគេ import គឺ Captain America យើងនៅចង់កតុយរឿងមកធ្វើ C Avenger តាម trailer នេះយើងឃើញថា he still worthy to hold the Mjolnir គាត់នៅតែអាចកាន់អាយុរបស់ Thor បានចឹងទៅប្រហែលជាមនុស្សល្អក៏ប៉ុន្តែខ្ញុំខ្លាចតែនៅចង់កតុយរឿងគឺអាយុធ្លាក់ពីដៃគាត់កាន់ដែងកាត់គាត់បានធ្វើខកគាត់ចាប់ដើមក្បត់គ្នាឯងអាហ្នឹងគឺវិទ្យាការដែលគោះថាគេ import ហ្នឹងគឺ Steve Rogers នេះគាត់ក៏ជាមុខសញ្ញាដែលធ្វើឲ្យមានព្រឹត្តិការណ៍ incursion ព្រឹត្តិការណ៍ពិភពលោកប៉ះទង្គិចគ្នាព្រឹត្តិការណ៍ multiverse ទៅខ្ទេចនេះសារតែនៅ ending របស់ Avengers Endgame ខ្ញុំបានដឹងឲ្យថា Captain America យើងបានទៅរស់នៅទេតកាលជាមួយនឹង Peggy ហើយឥឡូវយើងឃើញមានកូនអីទៀតអញ្ចឹងទៅបើសិនយើងគិតពីច្បាប់ timeline តែយើងធ្វើអញ្ចឹងទៅវាបែកមេសាខាអីផ្សេងអញ្ចឹងណាក្នុង trailer ហ្នឹង scene ដែលថាមានវត្តមានលោកគេយើងមើលទៅដូចជាលោកគេទៅជួបជាមួយនឹង Captain America តែអ្វីខ្ញុំឮគេញ៉ាំណៃកន្លែងណាថាមានការហូបលោកគេការ TVA ហ្នឹងដៃដែលកាន់ការហ្នឹងគឺមិនដៃលោកគេទេប៉ុន្តែដៃហ្នឹងគឺជាដៃរបស់ Captain America Steve Rogers ដែលដៃហ្នឹងគឺពាក់អញ្ជើញរៀបការដែលវាដូចគឺខ្លាំងមែនតែនទៅនឹង clip ដំបូងនៃ Avenger ហ្នឹងឯងយើងមើលទៅទ្រឹស្ដីមួយដែលគេនិយាយថា Dr. Doom នឹងមកចាប់ក្មេងៗដើម្បីប្រមូលធម៌ពលអញ្ចឹងហើយយើងឃើញថា Dr. Doom បានទៅលេង Franklin Richards ហើយ Doom ក៏អាចទៅចាប់កូនរបស់ Steve Rogers ចាប់កូនរបស់ Cyclops កូនរបស់Thor កូនរបស់ Ant-Man អញ្ចឹងណាគេលោក Steve Rogers គាត់សម្រេចចិត្តលះបង់នៅភាពបរិសុទ្ធជា superhero របស់គាត់ហើយគាត់ទៅសាយគាត់ទៅចូលប៉ាជាមួយ Dr. Doom ជួយ Dr. Doom អញ្ចឹងទៅដើម្បីដោះដូរនៅសេរីភាពរបស់កូនខ្លួនឯងអញ្ចឹងណាបើសិនអញ្ចឹងកាត់ឡើងមែនគឺខ្មាំងងឹតមែនទែនត្រប់មកខ្ញុំរំពឹងថា Steve Rogers គាត់នឹង series ជាងនឹងគាត់នឹងមើលជាងនឹងប៉ុន្តែពី3វីដេអូពី clip ហើយគឺញ៉ាំសបាយមិនទេអត់ស្រួលសោះហើយអ្នកនរនេះគិតមិនដែរចំពោះ Captain America ថាគាត់ល្អឬក៏គាត់នៅខាង Dr. Doom ឬក៏នៅខាង Avenger គាត់មានអីកើតឡើងក៏មិនផងមានតែប៉ុណ្្នឹងទេសន្តិភាព